បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះជាសុផាននៅក្រុម AU5 បាទចឹងខ្ញុំសូមធ្វើការ record user management ដោយប្រើនៅ command ចាំបាច់មួយចំនួននៅក្នុង Linux server ចឹងជាដំបូងខ្ញុំសូមធ្វើការភ្ជាប់ user នៅក្នុង Linux server ទៅនឹង Windows PowerShell បាទដើម្បីភ្ជាប់ខ្ញុំវាយនៅ command sh នៅក្នុង PowerShell ឈ្មោះ user នៅក្នុង Linux បាទ add រួចវាយលេខ IP បាទ yes password បាទចូលបានដូចជោគជ័យហើយបាទអញ្ចឹងជាដំបូងខ្ញុំសូមបង្ហាញ user បច្ចុប្បន្នដែលកំពុងតែ login នៅក្នុង system ដោយប្រើនៅ command who am I បាទអញ្ចឹង user ដែលកំពុងតែ login ឈ្មោះបាទនេះអញ្ចឹងជាបន្តទៀតខ្ញុំសូមបង្ហាញនៅ page ឬក៏ print នៅទីតាំង directory ដែល user កំពុងតែស្ថិតនៅបាទដោយប្រើនៅ command pwd បាទអញ្ចឹងឈ្មោះ pan ស្ថិតនៅក្នុង directory home បាទអញ្ចឹងជាបន្តទៀតខ្ញុំសូមចូលទៅបង្កើត user ថ្មីមួយបាទដាក់នៅក្នុង directory home ដូច user ចាស់បាទដោយប្រើនៅ command sudo user add .m .m គឺសម្រាប់បង្កើតhome directory .s/bin/ base បាទដើម្បីកំណត់បាទ cell ជា base សម្រាប់execute script និងឈ្មោះ user ថ្មីរួចចុច enter password នឹងជាបន្តទៀតខ្ញុំសូមចូលទៅដាក់ password ឲ្យ user ថ្មីដែលទើបបានបង្កើតដើម្បីឲ្យមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់អញ្ចឹងប្រើនៅ command sudo pass wd ឈ្មោះ user ថ្មីវា password verify password នឹងជាបន្តទៀតខ្ញុំសូមធ្វើការ switch បាទទៅប្រើនៅ user ថ្មីដែលទើបតែបង្កើតដោយប្រើនៅ command su រួចបាទវាយ user ថ្មី enter password បាទខ្ញុំសូមធ្វើ cd ដើម្បីដូរទៅ home directory បាទនិងមួយទៀតខ្ញុំនឹងបង្ហាញបញ្ជាក់ user ថ្មីដែលទើបតែបង្កើតនោះបានឈ្មោះអីអញ្ចឹងដោយប្រើនៅ command who am I បាទអញ្ចឹង user ថ្មីដែលទើបបង្កើតឈ្មោះនេះបន្តទៀតខ្ញុំសូមធ្វើការបង្ហាញនៅ page ឬក៏ print នៅ directory របស់ user ថ្មីអញ្ចឹងcommand wd បាទអញ្ចឹង user ថ្មីស្ថិតនៅក្នុង home directory នេះបន្តមកទៀតខ្ញុំសូមបង្កើតនៅ folder ថ្មីមួយនៅក្នុង user ថ្មីនេះអញ្ចឹងដោយប្រើនៅ command mkdir .clear ឈ្មោះ folder បាទនិងមួយទៀតដើម្បីបង្ហាញខ្ញុំសូមធ្វើការបង្ហាញ folder ដែលទើបបង្កើតបាទដោយប្រើ command sl បាទអញ្ចឹងនេះ folder ដែលទើបបានបង្កើតនឹងបន្តមកទៀតខ្ញុំសូមធ្វើការចាក់ចេញបាទដោយវិលត្រឡប់ទៅ user ចាស់ឬក៏ត្រឡប់ទៅ root ឬក៏ user ដើមអញ្ចឹងដោយប្រើនៅ command su បាទឈ្មោះ
ឬក៏វាយនៅ command exit បាទ password បាទសូមទៅការ cd ទៅ home directory បាទបន្តមកទៀតខ្ញុំសូមខ្ញុំចង់បង្ហាញនៅ user list ទាំងអស់ដែលមាននៅក្នុង system ដោយប្រើនៅ command cat បាទដកឃ្លាបន្តិច /etc/passwd បាទអញ្ចឹងទាំងអស់នេះជា user ដែលមានបាទនៅក្នុង system អញ្ចឹងនៅក្រោមគេនេះគឺជា user ថ្មីដែលទើបបានបង្កើតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណលោកគ្រូ